ហេតុអ្វីច្រកសមុទ្រ Hormuz ជាដង្ហើមសេដ្ឋកិច្ចរបស់ពិភពលោកតើអ្នកដឹងទេថាមានទីតាំងភូមិសាស្ត្រមួយកន្លែងដែលអាចសម្រេចវាសនាតម្លៃប្រេងជុំវិញពិភពលោកបាននោះគឺច្រកសមុទ្រ Hormuz ទោះបីវាមានទទឹងត្រឹមតែប្រហែល33គីឡូម៉ែត្រនៅចំណុចចង្អៀតបំផុតប៉ុន្តែវាគឺជាសរសៃឈាមម៉ៅដ៏សំខាន់បំផុតសម្រាប់ថាមពលសកល Hormuz គឺជាច្រកសមុទ្រតែមួយគត់ដែលតភ្ជាប់ឈូងសមុទ្រប៉ែកទៅកាន់មហាសមុទ្រឥណ្ឌានេះមានន័យថាវាសនានាវាដឹកប្រេងដែលចេញពីប្រទេសផលិតប្រេងធំៗដូចជាអារ៉ាប៊ីសាអូឌីតអ៊ីរ៉ាក់អរ៉ង់អារ៉ាប់រួមនិងគុយវ៉េតត្រូវតែឆ្លងកាត់ច្រកនេះជាដាច់ខាតមួយថ្ងៃប្រេងឆៅប្រមាណ20លានបារ៉ែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ទីនេះបើគិតជាមធ្យមស្មើនឹង 20% នៃតម្រូវការប្រេងសរុបរបស់ពិភពលោកនិយាយស្រួលយល់ប្រេងមួយក្នុងចំណោម5ដំណាក់ដែលពិភពលោកប្រើប្រាស់គឺមកពីការឆ្លងកាត់ច្រក Hormuz នេះឯងច្រកនេះរឹតតែសំខាន់សម្រាប់តំបន់អាស៊ីយើងប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជាចិនជប៉ុនឥណ្ឌានិងកូរ៉េខាងត្បូងនាំចូលប្រេងភាគច្រើនបំផុតរបស់ពួកគេតាមរយៈច្រកមួយនេះដោយសារតែវាមានសារៈសំខាន់ខ្លាំងទើបតំបន់នេះក្លាយទៅជាចំណុចក្តៅនៃចំនួនភូមិសាស្ត្រនយោបាយប្រសិនបើច្រកនេះត្រូវគេបិទឬមានការរំខានសន្តិសុខណាមួយនោះតម្លៃប្រេងពិភពលោកនឹងហក់ឡើងភ្លាមៗដែលអាចបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់គ្រប់ប្រទេសសរុបមកច្រកសមុទ្រ Hormuz មិនមែនគ្រាន់តែជាផ្លូវទឹកធម្មតានោះទេប៉ុន្តែវាគឺជាដង្ហើមដែលទ្រទ្រង់ចរន្តសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់មនុស្សជាតិទាំងមូល